អូខេសួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកកាន់នៅវីដេអូមេរៀនទី2របស់ខ្ញុំបាទនៅលើ Channel Riam Official នៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងមកបង្ហាញគ្នាយើងបន្តទៀតទៅទៅនឹងការក្របនៅរូបភាពនៅលើកម្មវិធី VN Video Editor អញ្ចឹងខ្ញុំឧទាហរណ៍ដូចថាគ្នាយើងមានរូបភាព3នេះរូបភាពនេះវាលក្ខណៈទេសភាពដែលខ្ញុំ download ពី Google មកវាមានទម្រង់ខុសៗគ្នាអញ្ចឹងយើងចង់ឲ្យតម្រង់រូបភាពហ្នឹងឲ្យវាស្មើស្អាតដូចគ្នាតើយើងគួរធ្វើបែបម៉េចនៅក្នុងកម្មវិធី VN អញ្ចឹងការអនុវត្តការធ្វើអត់ពិបាកទេនេះសិនបើសិនគ្នាយើងមើលវីដេអូនេះចប់គឺនឹងចេះក្របវីដេអូដល់ខ្លួនឯងហើយងាយហើយលឿនទៀតអូខេអញ្ចឹងខ្ញុំឧទាហរណ៍នេះវីដេអូនេះគឺខាងហ្គេមខាងគៀននេះគឺវាលក្ខណៈពណ៌ខ្មៅអញ្ចឹងវាអត់មានពេញអេក្រង់ទេយើងចង់ឲ្យវាពេញអេក្រង់យើងអាចធ្វើបានដោយរូបនេះគឺរូបទី3នេះគឺលក្ខណៈប្រឈោលក្ខណៈផ្ដេកសំទោសលក្ខណៈផ្ដេកគឺវាមានជាប់អាហ្គេមខ្មៅនេះអញ្ចឹងយើងចង់ធ្វើវាឲ្យទៅជាលក្ខណៈទម្រង់ចិត្តដោយអស់យើងអាចធ្វើបាននៅក្នុងកម្មវិធី VN អញ្ចឹងក៏មកខាតពេលយូរគ្នាយើងអនុវត្តតាមខ្ញុំឧទាហរណ៍គ្នាយើងឈរនៅលើ layer ទី1អញ្ចឹងឈរនៅលើ layer ទី1គ្នាយើងចុចលើ tab ខាងលើនេះកុំឲ្យប៉ះពាល់អីអញ្ចឹងគ្នាយើងក្របទៅខាងចុចវាក្របខាងលើអញ្ចឹងវារូបភាពទាំងអស់គឺវានឹងក្របទៅខាងហ្នឹងទាំងអស់បណ្ដោយឃើញទេអូខេក្របទៅទាំងអស់អញ្ចឹងបើសិនជាគ្នាយើងចង់ឲ្យរូបភាពនឹងពេញគ្នាយើងអាចតឡើងវាពេញបន្ថែមទៅឧទាហរណ៍តឡើងពេញចេះទៅហើយយើងស្រឡាញ់មួយណាតឡើងមួយហ្នឹងហើយរបៀបនៃក្របវីដេអូចឹងតឡើងតាមហ្នឹងមកអូខេអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់ការបង្ហាញគ្នាយើងបើសិនជាពេញចិត្តនៅវីដេអូនេះសូមគ្នាយើងជួយចុច Subscribe